រឿងសណ្ដែកមានជីវិតស្ថិតនៅក្នុងរាជាណាចក្រមួយមានបុរសម្នាក់ដែលជាក្មេងកំព្រាឪពុកម្ដាយគាត់មិនមានសាច់ញាតិណាផ្សេងទៀតឡើយគាត់បានរស់នៅផ្ទះតូចមួយម្នាក់ឯងប៉ុន្តែគាត់មិនបានចោះចាញ់នឹងជីវិតដែលកំព្រានេះទេទើបហេតុនេះហើយទើបគាត់ខ្លាចជាក្មេងរឹងប៉ឹងចំណែកចំណងចិត្តរបស់គាត់គឺគាត់ស្រឡាញ់រុក្ខជាតិខ្លាំងណាស់មិនថារុក្ខជាតិអ្វីឡើយគាត់តែងដាំគ្រប់កន្លែងនៅក្បែរផ្ទះរបស់គាត់คล้ายទៅជាសួនយ៉ាងធំមួយថ្ងៃមួយគាត់បានរកឃើញថង់តូចមួយដែលមានសម្បុរនិងគ្រាប់សណ្ដែកមួយគ្រាប់ដែលសម្បុរនោះជាបណ្ដាំរបស់ឪពុករបស់គាត់កូនប្រុសគ្រាប់សណ្ដែកនេះជារបស់ដែលម្ដាយកូនឲ្យមកពុកមុនពេលនាងស្លាប់ទៅហើយបើពុកស្លាប់ទៅតាមម្ដាយរបស់កូនផងដែរពុកសង្ឃឹមថាកូននឹងបានអានសម្បត្តិកូនត្រូវតែដាំគ្រាប់សណ្ដែកនេះថ្ងៃណាមួយវានឹងជួយកូនជាមិនខានពេលដែលពុកហើយនឹងម៉ែមិននៅពីពុកជាទីស្រឡាញ់របស់កូនខ្ញុំអរគុណពុកហើយនឹងម៉ែណាស់ទោះបីអ្នកទាំងពីរស្លាប់បាត់ទៅក៏ដោយក៏មិនភ្លេចកូនដែរកូននឹងសន្យាថានឹងរស់នៅឲ្យខ្លាចជាមនុស្សល្អមិនឲ្យអ្នកទាំងពីរខកបំណងទេក្រោយមកបុរសកំព្រាម្នាក់នោះបានយកគ្រាប់សណ្ដែកនោះទៅដាំនៅថ្ងៃបន្ទាប់គ្រាប់សណ្ដែកក៏បានដុះធំឡើងលឿនខុសពីរុក្ខជាតិដទៃយើងឆ្ងល់ណាស់ហេតុអីក៏ដាំរុក្ខជាតិនេះដុះលឿនម្ល៉េះទើបតែដាំថ្ងៃមុនសោះហ្នឹងហើយហេតុអីបានជាឪពុកម្ដាយរបស់ខ្ញុំឲ្យមកខ្ញុំតើវាមានអ្វីពិសេសមែនទេនិយាយហើយគ្រាប់សណ្ដែកនោះក៏បានបញ្ចេញពន្លឺហើយក៏និយាយទៅកាន់បុរសកំព្រាម្នាក់នោះអរគុណលោកខ្លាំងណាស់ដែលបានជួយដាំខ្ញុំឲ្យខ្ញុំស្គាល់ពិភពខាងក្រៅអូយើងមិននឹកស្មានថាឯងជាសណ្ដែកដែលចេះនិយាយសោះតែយើងឆ្ងល់ថាហេតុអីបានជាម្ដាយឪពុកយើងឲ្យឯងមកយើងអញ្ចឹងតើលោកដឹងទេខ្ញុំមិនមែនជាសណ្ដែកធម្មតាឡើយខ្ញុំអាចជាជំនួយការរបស់លោកបានព្រោះលោកជាអ្នកដាំខ្ញុំឡើងមកមិនអីទេយើងនឹងថែរក្សាឯងឲ្យល្អក្រោយពីដឹងថាសណ្ដែកនោះជាសណ្ដែកវេទមន្តហើយគាត់ក៏បានមើលថែរក្សាវាយ៉ាងល្អចំណែកឯនៅក្នុងរាជាណាចក្រនោះមានក្សត្រមួយអង្គដែលមានបុត្រីមួយអង្គមានសម្រស់យ៉ាងស្រស់ស្អាតថ្ងៃមួយព្រះនាងមានហឫទ័យចង់ចេញទៅក្រៅរាជវាំងដើម្បីបន្ធូរអារម្មណ៍ព្រះនាងក៏បានសុំបិតារបស់ទ្រង់ព្រះបិតាខ្ញុំម្ចាស់សូមព្រះបិតាចេញពីរាជវាំងបានទេព្រោះបុត្រីពិតជាអផ្សុកខ្លាំងណាស់បានតើបុត្រមិនអីទេបុត្របិតាអនុញ្ញាតតែប្រញាប់ត្រឡប់មកវិញផងណាសេនាឆាប់ទៅតាមព្រះនាងហើយការពារបុត្រីរបស់យើងឲ្យបានល្អបំផុតឮទេក្រាបថ្វាយបង្គំទទួលរាជបញ្ជាព្រះអង្គព្រះនាងបានធ្វើដំណើរចាកចេញពីរាជវាំងហើយតតមើលទេសភាពយ៉ាងស្រស់ស្អាតនៅក្បែររាជវាំងនោះបន្ទាប់មកក៏បានជួបបុរសកំព្រាម្នាក់នោះអូព្រះអើយនៅលើលោកនេះមានមនុស្សស្រីស្អាតបែបនេះដែរមែនទេតាំងពីកើតមកមិនដែលឃើញទេសួស្តីលោកខ្ញុំគឺជាព្រះនាងខ្ញុំសូមសួរលោកបន្តិចបានទេបានព្រះនាងសួរតិចក៏ដោយច្រើនក៏ដោយទូលបង្គំអាចឆ្លើយបានទាំងអស់តើព្រះនាងមានអ្វីឲ្យទូលបង្គំជួយដែរមែនទេក្រាបទូលខ្ញុំមិនដែលមកទីនេះពីមុនមកទេតែលោកមានដឹងទេថាកន្លែងណាមានទេសភាពស្រស់ស្អាតនោះក្រាបទូលព្រះនាងទូលបង្គំដឹងកន្លែងនោះគឺជាកន្លែងរបស់ទូលបង្គំនេះហើយចាំទូលបង្គំនាំព្រះនាងទៅបុរសកំព្រាម្នាក់នោះក៏បាននាំព្រះនាងទៅកន្លែងដាំដំណាំរបស់គាត់នេះហើយព្រះនាងនេះគឺជាកន្លែងរបស់ទូលបង្គំហើយតើទេសភាពនៅទីនេះយ៉ាងម៉េចដែរក្រាបទូលអូទីនេះពិតជាស្រស់ស្អាតមែនពោពេញទៅដោយរុក្ខជាតិចម្រុះពណ៌ខ្ញុំពិតជាចូលចិត្តទីនេះខ្លាំងណាស់អញ្ចឹងអ្វីដែលខំធ្វើតាំងពីមុនមកមិនខកបំណងទេហើយខ្ញុំអាចសួរសំណួរមួយទៅលោកបានទេក្រាបទូលព្រះនាងសួរមកហេតុអីបានជាលោកចូលចិត្តដាំរុក្ខជាតិអញ្ចឹងព្រោះវាជាចំណង់ចំណូលចិត្តរបស់ទូលបង្គំតាំងពីតូចមកម្លេះក្រាបទូលហើយជាបំណងម្ដាយឪពុករបស់ទូលបង្គំការគាត់នៅមានជីវិតផងដែរក្រាបទូលសុំត
ខ្ញុំមិនគួរសួរបែបនេះទេ ទេមិនអីទេព្រះនាងវាជារឿងកន្លងទៅយូរណាស់មកហើយ ហើយលើក្រោយខ្ញុំអាចមកទីនេះម្ដងទៀតបានទេ ក្រាបទូលព្រះនាងទោះព្រះនាងចង់ជាងមកច្រើនដងពេលណាក៏ដោយទូលបង្គំស្វាគមន៍ជានិច្ច ចាអរគុណលោកហើយល្ងាចណាស់ហើយខ្ញុំទៅវិញហើយណាលោកដល់មេឃល្ងាចហើយព្រះនាងក៏ជាងត្រឡប់ទៅរាជវាំងវិញដើម្បីកុំឲ្យព្រះអង្គព្រួយហារតី ហេតុអ្វីពេលវេលានៃជាមួយព្រះនាងដើរលឿនយ៉ាងនេះគិតច្រើនម្លេះខ្ញុំអើយត្រឡប់ទៅផ្ទះវិញសិន គាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញដើម្បីធ្វើការរបស់គាត់វិញកន្លងអស់ពេលច្រើនខែមកហើយគាត់តែងតែរងចាំព្រះនាងត្រឡប់ទៅវិញប៉ុន្តែមកដល់ពេលនេះគាត់មិនទាន់បានឃើញព្រះនាងមកឡើយគាត់ក៏បានដើរចុះដើរឡើងនៅមុខសណ្ដែក លោកដល់ទៅវិញទៅមកបែបនេះខ្ញុំវិលមុខខ្លាំងណាស់តើលោកមានរឿងអ្វីមែនទេតែបើលោកមានរឿងអ្វីប្រាប់ខ្ញុំមកក្រែងខ្ញុំអាចជួយបានឯងប្រហែលជាជួយយើងមិនបានទេចុះបើលោកមិនប្រាប់ខ្ញុំផងធ្វើម៉េចខ្ញុំដឹងទៅគឺរឿងដែលតាក់ទងនឹងព្រះនាងមកដល់ពេលនេះហើយមិនទាន់ឃើញព្រះនាងមកទីនេះម្ដងទៀតទេអូខ្ញុំយល់ហើយលោកស្រឡាញ់ព្រះនាងមែនទេខ្ញុំពិបាកប្រាប់អារម្មណ៍ខ្ញុំពេលនេះណាស់ខ្ញុំវិលវល់អស់ហើយគ្រាន់តែចង់ដឹងថាសុខទុក្ខព្រះនាងយ៉ាងម៉េចទៅហើយព្រះនាងថាមកលេងខ្ញុំតែខ្ញុំមិនទាន់ឃើញព្រះនាងមកទៀតទេអូប្រហែលជាព្រះនាងរវល់ហើយចុះលោកមិនទៅជួបព្រះនាងតែម្ដងទៅវាជារាជវាំងចេញចូលមិនងាយទេហើយយើងទៅជួបព្រះនាងមានការអ្វីដែរតើលោកចង់ដឹងវិធីមួយឬទេតើវាជាវិធីអ្វីដែរទៅមានផ្លែម្នាស់មួយដែលអាចឲ្យយើងបានមើលឃើញអ្វីដែលយើងចង់មើលអូពិតទេពិតជាមានផ្លែម្នាស់បែបនេះផងត្រូវហើយលោកតើធ្វើយ៉ាងម៉េចទៅបានម្នាស់នោះលោកយកគ្រាប់សណ្ដែករបស់ខ្ញុំទៅបដូរជាមួយម្នាស់នោះទៅបានហើយខ្ញុំនឹងបញ្ជូនលោកទៅទីនោះ សណ្ដែកនោះបានបញ្ជូនបុរសម្នាក់ទៅកន្លែងម្នាស់នោះ នេះជាម្នាស់ដែលសណ្ដែកនោះបាននិយាយមែនទេអញ្ចឹងម្នាស់យើងសូមបដូរឯងជាមួយនឹងគ្រាប់សណ្ដែកនេះហើយ គាត់ក៏បានបេះម្នាស់នោះដោយបដូរជាមួយគ្រាប់សណ្ដែកហើយសណ្ដែកក៏ធ្វើឲ្យគាត់ត្រឡប់មកវិញ សណ្ដែកជាម្នាស់នេះមែនទេមែនហើយលោកសាក់កាន់វាហើយស្រមៃអ្វីដែលលោកចង់ឃើញ គាត់បានបិទភ្នែកស្រមៃមើលខណៈពេលនោះគាត់បានឃើញរឿងដែលរន្ធត់ចិត្តមួយ បុត្រីត្រូវតែរឹងមាំឡើងបិតានឹងរកពេទ្យដែលពូកែបំផុតដើម្បីជួយបុត្រី ទេព្រះបិតាមិនចាំបាច់ទេប្រហែលជាបនមិនអាចឆ្លងផុតជប់នឹងបានទេបុត្រីកុំមានសវណ្ណីបែបនឹងអីបិតាមានបុត្រតែម្នាក់គត់បិតានឹងជួយបុត្រឲ្យបាន បរោះកំព្រាម្នាក់នោះបានដឹងរឿងបែបនេះហើយពិតជាស្លុតចិត្តខ្លាំងណាស់ ទេហេតុអីក៏មានរឿងបែបហ្នឹងកើតឡើងលើព្រះនាងអញ្ចឹងតើព្រះនាងមានរឿងអ្វីមែនទេគឺព្រះនាងពេលនេះប្រឈួនខ្លាំងណាស់ប្រហែលជាមិនអាចឆ្លងផុតយប់នឹងទេវ៉ាមានផ្លែប៉ោមមួយដែលអាចជួយព្រះនាងបានសូមលោកយកគ្រាប់សណ្ដែកនេះទៅដូរជាមួយផ្លែប៉ោមនោះទៅ សណ្ដែកបាននាំបរោះកំព្រាម្នាក់នោះទៅកន្លែងផ្លែប៉ោមហើយគាត់ក៏បានយកផ្លែប៉ោមនោះមក ខ្ញុំបានយកផ្លែប៉ោមនេះមកហើយតើធ្វើយ៉ាងម៉េចបានទៅដល់រាជវាំងនោះតាន់ពេលវេលាទៅអូខ្ញុំអាចជួយលោកបានប៉ុន្តែអ្វីទៅមិនអីទេលោកឡើងជិះលើដើមខ្ញុំមកខ្ញុំនឹងនាំលោកឲ្យទៅលឿនបំផុត សណ្ដែកហាក់មានរឿងអ្វីចង់ប្រាប់បរោះកំព្រាម្នាក់នោះចំណែកពេលវេលារបស់ព្រះនាងនៅសល់តែដង្ហើមចុងក្រោយកាន់តែតិចទៅបុ
ត្រីស្រឡាញ់ព្រះបិតាខ្លាំងណាស់បើមានជាតិក្រោយសូមប្រសូតជាបុត្ររបស់ទ្រង់ម្ដងទៀត ទេបុត្រីកុំមានសវណ្ណីបែបនេះអីបិតាមិនអោយបុត្រទៅណាឡើយ បរោះកំព្រាម្នាក់នោះក៏បានជិះសណ្ដែកមកដល់រាជដំណាក់របស់ព្រះនាង ព្រះអង្គសូមទុកឱកាសឲ្យទូលបង្គំជួយព្រះនាងផងក្រាបទូល គាត់បានយកប៉ោមនោះទៅប៉ះព្រះនាងរឿងអភូតហេតុក៏បានកើតឡើងលើព្រះនាងពេលនោះព្រះនាងក៏បានដឹងព្រះកាយឡើងវិញដោយមានព្រះរាជសុខភាពរឹងមាំដូចដើមវិញ ទីបំផុតខ្ញុំជួយព្រះនាងបានហើយតើបុត្រីស្គាល់បុរសម្នាក់នេះមែនទេ ព្រះពរព្រះបិតាអូខ្ញុំអរគុណលោកហើយដែលបានមកជួយខ្ញុំព្រោះតែខ្ញុំប្រឈួនតែមិនបានទៅលេងសួនរុក្ខជាតិរបស់លោក រឿងហ្នឹងមិនអីទេព្រះនាងសំខាន់ព្រះនាងមិនប្រឈួនទៀតឡើយក្រាបទូលល្អណាស់បិតាសប្បាយប្រតិយខ្លាំងណាស់បុត្រីជាពីជំងឺវិញដោយបុរសម្នាក់នេះបានជួយបុត្រីដូច្នេះយើងនឹងរៀបអភិសេកឲ្យអ្នកទាំងពីរ ក្រាបទូលព្រះអង្គទូលបង្គំអរព្រះគុណព្រះអង្គ អរព្រះគុណព្រះបិតាបរោះកំព្រាម្នាក់នោះក៏คล้ายទៅជាបុត្រសន្និសារបស់ព្រះអង្គដោយបានការជួយពីក្របសណ្ដែកផងដែរប៉ុន្តែសណ្ដែកនោះបានស្លាប់ដោយសារការប្រឹងពន្លូតខ្លួននាំគាត់ទៅជួយព្រះនាងនៅរាជវាំងឲ្យទាន់ពេលវេលាគាត់ពិតជាដឹងគុណសណ្ដែកនោះខ្លាំងណាស់ប៉ុន្តែគាត់បានសល់គ្រាប់សណ្ដែកមួយគ្រាប់ទៀតដែលរកឃើញក្បែរគល់សណ្ដែកដែលស្លាប់នោះហើយគាត់ក៏បានដាំវាឲ្យមានជីវិតឡើងវិញចប់